បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនេះមកទៀតហើយពុកម៉ែបងប្អូនគឺមកធ្វើជើងមន់រំលឹងរំបិលម្ទេសហ្នឹងពុកម៉ែបងប្អូននេះក៏យើងមាននឹងដាក់ស្លឹកក្រូចចំពងវាជាមួយនឹងគល់លឹកគ្រៃម្ដេចឲ្យថែមឲ្យវាកាន់តែឈ្ងុយឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនដែលបានទស្សនាមកវីដេអូនេះហើយបើសិនជាពុកម៉ែបងប្អូនចង់ហូបឬក្លៀនស្រក់ទឹកមាត់អីក៏អាចទៅធ្វើតាមខ្ញុំបានពុកម៉ែបងប្អូនហ្នឹងហើយហើយក៏មិនជាពិបាកអីធ្វើដែរក៏ងាយស្រួលក៏គ្រឿងវាក៏មិនមានអីច្រើនដែរពុកម៉ែបងប្អូនហ្នឹងហើយនេះឥឡូវក៏ខ្ញុំមកលាងជើងមាន់យើងឲ្យវាបានស្អាតដែរពុកម៉ែបងប្អូននេះហើយក៏យើងកាត់កញ្ចក់កាត់អីវាចេញចឹងទៅពុកម៉ែបងប្អូនមុនតែយើងយកទៅរំពងទៅរំលីងជាមួយអំបិលម្ទេសហ្នឹងក៏យើងមកស្ងោរវាឲ្យផុយរៀងជ្រប់សិនណាពុកម៉ែបងប្អូនបានយើងយកទៅរំពងបានវាឆ្អិនដល់ក្នុងអស់ចឹងពុកម៉ែបងប្អូនហ្នឹងហើយហើយនេះក៏យើងលាងរួចរាល់ហើយជើងមាន់យើងនឹងសស្គូស្ញាច់តែម្ដងពុកម៉ែបងប្អូនហើយនេះក៏គ្រឿងក្រៅយើងក៏មានខ្ទឹមគល់លឹកគ្រៃម្ដេចស្លឹកក្រូចទឹកត្រីស្ករប៊ីចេងរត់ឌីម្ទេសហ่าពុកម៉ែបងប្អូនគ្រឿងគឺមិនច្រើនទេគ្រឿងវាមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូននេះទស្សនាវីដេអូខ្ញុំនេះហើយបើសិនជាចង់ធ្វើហូបតាមខ្ញុំអីក៏ធ្វើបានស្រួលទេពុកម៉ែបងប្អូនមិនពិបាកទេឯនេះគីឡូក៏យើងមកស្ងោរស្រោះជើងមាន់យើងឲ្យវារៀងផុយទីចាពុកម៉ែបងប្អូនចាំយើងយកទៅរំពងវាឲ្យវាឆ្អិនបានវាឆ្អិនដល់ក្នុងអញ្ចឹងពុកម៉ែបងប្អូនឯនេះពុកម៉ែបងប្អូនក៏ខ្ញុំធ្វើនេះទៅតាមធ្វើវិធីខ្ញុំទេបើសិនជាបងប្អូនធ្វើមានវិធីផ្សេងអីធ្វើខុសពីខ្ញុំអីក៏ធ្វើតពុកម៉ែបងប្អូនតែខ្ញុំក៏ធ្វើនេះទៅធ្វើតាមរបៀបខ្ញុំធ្លាប់ធ្វើអញ្ចឹងឆ្ងាញ់ហូបទៅវាស្រួយហើយវាឈ្ងុយក៏ខ្ញុំធ្វើអញ្ចឹងទៅហ្នឹងហើយពុកម៉ែបងប្អូនឥឡូវនេះយើងមកចិត្តហាន់លក្ខីយើងនេះក៏រៀងបច្ឆិតស្ដើងអញ្ចឹងពុកម៉ែបងប្អូនគឺយើងយកទៅវារំពងឲ្យវាស្រួយជាមួយនឹងគល់លក្ខីនឹងជាមួយនឹងស្លឹកក្រូចហើយនឹងម្ដេចយើងលាយឲ្យវាឈ្ងុយខ្លះពុកម៉ែបងប្អូនហ្នឹងហើយយើងក៏ហាន់វាចំណិតចឹងមកម្ដេចយើងដាក់ពីវាដុំមកវាមានជាតិឈ្ងុយលាយគ្នាខ្លះពុកម៉ែបងប្អូនហើយនឹងឲ្យពុកម៉ែបងប្អូននេះទស្សនាវីដេអូនេះហើយក៏ចូលចិត្តវីដេអូខ្ញុំនៃការធ្វើម្ហូបក៏ពុកម៉ែបងប្អូនក៏ជួយចុច like និង share វីដេអូខ្ញុំផងពុកម៉ែបងប្អូននឹងហើយក៏ខ្ញុំមានកម្លាំងចិត្តនៃធ្វើបន្តឲ្យបងប្អូនទស្សនាមើលមុខម្ហូបប្លែកក៏ច្រើនមុខទៀតចឹងពុកម៉ែបងប្អូនហ្នឹងហើយនេះក៏យើងមកដំខ្ទឹមយើងនៃទុកយើងឆាហ្នឹងហើយជើងមាន់យើងនេះក៏រៀងផុយឲ្យពុកម៉ែបងប្អូនក៏យើងមកស្រង់វានេះអូក៏ញ៉ាំគឺឡើងធំជើងមាន់នេះពុកម៉ែបងប្អូនខ្ញុំទិញទេជើងមាន់គេចិញ្ចឹមមកជើងមាន់កសិកម្មមិនមែនជើងមាន់ស្រែយើងទេជើងមាន់ស្រែរមិនមានច្រើនបានច្រើនទេពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនឥឡូវក៏យើងមកចាក់ខ្លាញ់ដើម្បីរំពងនឹងជើងមាន់យើងនេះពុកម៉ែបងប្អូនយើងដាក់ជើងមាន់យើងចូលពងឲ្យវាឡើងស្រួយទៅទៅពីទៅឬខ្ញកពុកម៉ែបងប្អូនហ្នឹងហើយនេះក៏ខ្លាញ់វារៀងខ្ទុះណាស់ពុកម៉ែបងប្អូនអើយក៏ខ្ញុំថតកន្លែងបំពងគឺបានតែត្រឹមប៉ុណ្្នឹងទេពុកម៉ែបងប្អូនព្រោះវាផ្ទុះខ្លាញ់ពេកនេះឥឡូវក៏យើងមកដកយកដាក់នេះស្លឹកក្រូចគល់លឹកគ្រៃយើងដែលយើងរំពងហ្នឹងយើងដុះដាក់ជាមួយជើងមាន់យើងហ្នឹងពុកម៉ែបងប្អូនហ្នឹងហើយក៏ជើងមាន់នេះខ្ញុំថាអញ្ចឹងវាដាក់ទៅវារៀងខ្ទុះខ្លាញ់ពេកក៏អញ្ចឹងហើយកន្លែងហ្នឹងក៏ខ្ញុំមិនបានថតដែរកន្លែងស្រងកន្លែងអីហ្នឹងពុកម៉ែបងប្អូនហ្នឹងហើយឥឡូវក៏យើងមកចាប់ផ្ដើមយើងបុកប្រភេទជាទឹកម្ទេសដូចយើងលាយទឹកត្រីលាយអីឲ្យហើយរួចរាល់អញ្ចឹងពុកម៉ែបងប្អូននេះក៏ខ្ញុំបុកម្ទេសខ្ទឹមអីអញ្ចឹងដូចយើងបុកទឹកត្រីកោះកុងដែរពុកម៉ែបងប្អូនគឺយើងលាយគ្រឿងលាយអីទឹកត្រីអីចេញហ្នឹងឯងក៏យើងលាយគ្រឿងវាឲ្យរួចរាល់ហើយយើងភ្លក់រសជាតិឲ្យសមល្មមហើយក៏យើងចាប់ផ្ដើមយកទៅឆាវាហើយបានយើងឡាប់ឡាយជាមួយនឹងជើងមាន់យើងពុកម៉ែបងប្អូននេះក៏យើងចាក់ទឹកត្រីចឹងមកនិយាយទៅទឹកត្រីហើយនឹង
អំបិលស្ករបច្ចេកពុកម៉ែបើសិនជាធ្វើជើងមន់ប៉ុណ្ណាពុកម៉ែស្មានបរិមាណនៃការជើងមន់យើងលាយតាមប៉ុណ្ណឹងពុកម៉ែបងប្អូនលាយច្រើនវាអាចនឹងប្រៃរហូតវាមិនកើតហើយនេះយើងក៏សម្បាច់ក្រូចឆ្មាយើងចូលជូររសជាតិជូរអែមអញ្ចឹងពុកម៉ែបងប្អូនគឺមួយមុខនេះគឺដូចខ្ញុំថាអញ្ចឹងពុកម៉ែបងប្អូនលោកពូបងដែលគាត់ជួយចិត្តដាក់ជាក់គឺត្រូវតែម្ដងពុកម៉ែបងប្អូនហ្នឹងហើយហើយនេះក៏យើងមកចាក់ទឹកត្រីដែលយើងបានលេងហ្នឹងគឺឆាវារៀងឡើងឈ្ងុយពុកម៉ែបងប្អូនយើងរំពងខ្ទឹមហើយក៏យើងចាក់ទឹកត្រីដែលយើងបានធ្វើហ្នឹងក៏យើងឆាវាឲ្យឈ្ងុយបន្តិចមកបាទយើងចាក់ឡាប់ឡាជាមួយនេះជើងមន់និងស្លឹកក្រូចដែលយើងបានពងហ្នឹងគឺយើងត្រឡប់ជោគវាមកវាចូលជាមួយនឹងសពជើងមន់យើងចូលជាតិចឹងពុកម៉ែបងប្អូនហ្នឹងហើយនេះគឺជាតិណាពុកម៉ែបងប្អូនអើយក៏ខ្ញុំមើលហើយចូលសំលេងក៏ស្រក់ទឹកមាត់ទៀតហើយពុកម៉ែបងប្អូនគឺរសជាតិមួយហ្នឹងគឺឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយជូរអែមហិលនេះពុកម៉ែបងប្អូនឥឡូវក៏បានឆ្អិនហើយជើងមន់យើងរួចរាល់គឺទំនងតែម្ដងពុកម៉ែបងប្អូនអើយនេះគឺខំទៅគឺជ្រួយខ្ញោកតែម្ដងពុកម៉ែបងប្អូនគឺឆ្ងាញ់ណាស់គឺដល់សាច់ក្នុងវាតែម្ដងដូចខ្ញុំថាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបើយកវាមករំពងភ្លាមយកបដ ாய் ក៏វាមិនងាយអាចនឹងឆ្អិនដល់ក្នុងទេអញ្ចឹងហើយក៏យើងស្ងោរវាមួយសន្ទុះសិនមកចាំយើងស្រង់វាយកមករំពងឲ្យវាឡើងស្រួយក៏វាឆ្អិនដល់ក្នុងពុកម៉ែបងប្អូនហ្នឹងហើយហើយជាតិណាស់ពុកម៉ែបងប្អូនអើយគឺស្រួយខ្ញោកតែម្ដងនេះបើពេលដែលខ្ញុំហូបនឹងបើបានបើកសលេងឲ្យបងប្អូនស្ដាប់មិនដឹងជាសូយ៉ាងណាដល់ភូមិ1ភូមិ2ភូមិ3គ្រាន់តែសូពុកម៉ែបងប្អូនពុកម៉ែបងប្អូនទេសូភូមិ2ភូមិ3អីចេះតែនិយាយនឹងហើយពុកម៉ែបងប្អូនខ្ញុំចេះតែនិយាយបានពាក្យពុកម៉ែបងប្អូនសើចអីលេងខ្លះហើយណាពុកម៉ែបងប្អូនហើយនេះក៏ជើងមន់យើងគឺពុកម៉ែបងប្អូននេះឃើញស្រាប់ហើយគឺស្រួយតែម្ដងមើលតែមាត់ខ្ញុំហូបគឺដឹងហើយពុកម៉ែបងប្អូនគឺឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយបើសិនជាមានជាដូចបងពូឬអូនគាត់ចូលចិត្តដាក់ជាអីគឺត្រូវតែម្ដងគឺមុខមហូបមួយមុខនេះគឺពុកម៉ែបងប្អូនគឺងាយស្រួលធ្វើទៀតនឹងហើយគឺជាតិណាស់ពុកម៉ែបងប្អូនអើយហើយនឹងហើយពុកម៉ែបងប្អូនក៏វីដេអូយើងក៏មិនមានជាអីច្រើនដែរក៏មានតែត្រឹមតែប៉ុណ្្នេះឯងពុកម៉ែបងប្អូនហើយក៏អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ហើយក៏បានចូលចិត្តវីដេអូខ្ញុំបានអញ្ចឹងក៏សូមជួយចុច like និង share follow page ខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូនហើយជាចុងក្រោយនេះក៏សូមអរគុណនិងសូមជម្រាបលាពុកម៉ែបងប្អូនតែត្រឹមប៉ុណ្្នេះហើយពុកម៉ែបងប្អូនហ្នឹងហើយជម្រាបលា